6 កន្លែងនៅលើភពផែនដីដែលអ្នកវិទ្យាសាស្ត្របានសិក្សានិងស្គាល់តិចតួចបំផុតដោយសារតែការចង់ដឹងចង់ឮដោយសារតែផលប្រយោជន៍និងដោយសារតែបច្ចេកវិទ្យាមានភាពទំនើបធ្វើឲ្យទីកន្លែងជាច្រើនត្រូវបានគេលាតត្រដាងហើយការលាតត្រដាងនេះត្រូវបានធ្វើឡើងពីសំណាក់អ្នកវិទ្យាសាស្ត្រមិនថាជានៅក្នុងលំហនៅលើផ្ទៃដីនៅក្រោមទឹកឬក៏នៅក្រោមដីអ្នកវិទ្យាសាស្ត្រព្យាយាមឈ្មោះឈ្មោលកោះកកាយធ្វើការសិក្សាស្រាវជ្រាវដោយសារតែចង់ដឹងយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រមិនមែនជាទេវតាដែលអាចធ្វើរឿងគ្រប់យ៉ាងបានទេនៅមានកន្លែងមួយចំនួនដែលមានការពិបាកខ្លាំងណាស់ឲ្យពួកគេចូលទៅសិក្សាស្រាវជ្រាវហើយទីកន្លែងមួយចំនួននោះលោកអ្នកនឹងបានដឹងជាបន្តទៅនេះតើអ្នកនៅក្នុងសម័យដៃណូស័រឬ Gen Z សម័យដៃណូស័រគេកាន់កាតសមាជិកនឹងកំប៉ុងក្រដាសតែ Gen Z គេកាន់ K Store App មាន K Store App ដែលមានកាតសមាជិកនឹងកំប៉ុងរាប់ពាន់ហាននៅក្នុងដៃរបស់អ្នក Shop Smart Shop with K Store កន្លែងទី1កំពូលភ្នំហ្គាំងខាផុនស៊ុំហ្គាំងខាផុនស៊ុំគឺជាកំពូលភ្នំដែលមានរយៈកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសប៊ូថានហើយក៏ជាភ្នំដែលខ្ពស់ជាងគេមនុស្សពុំតាន់ឡើងទៅដល់ផងដែរសូមបញ្ជាក់ថាមិនមែនជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកទេប៉ុន្តែគឺជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេហើយមនុស្សមិនតាន់ឡើងទៅដល់ភ្នំហ្គាំងខាផុនស៊ុំដែលស្ថិតខ្លួននៅតាមព្រំដែនរវាងប្រទេសប៊ូថានហើយនិងតំបន់ទីបេប្រទេសចិនហើយវាមានកម្ពស់ 7570 ម៉ែត្រឈ្មោះរបស់ភ្នំនេះហ្គាំងខាផុនស៊ុំបើជាភាសាចុងខាមានន័យថាកំពូលសនៃព្រលឹងបងប្អូនទាំង3មូលហេតុដែលមនុស្សពុំតាន់អាចដាក់ជើងចន់លើកំពូលភ្នំនេះបានដោយសារតែមានការហាមឃាត់ពីសំណាក់រដ្ឋាភិបាលរបស់ប្រទេសប៊ូថានការហាមឃាត់នេះត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ 1994 ដោយរដ្ឋបន្តឹងយ៉ាងខ្លាំងដោយអនុញ្ញាតឲ្យឡើងភ្នំនេះត្រឹមតែរយៈកម្ពស់ក្រោម 6000 ម៉ែត្រតែប៉ុណ្ណោះប៉ុន្តែចាប់ពីឆ្នាំ 2003 មករដ្ឋាភិបាលរបស់ប្រទេសប៊ូថានក៏សម្រេចចិត្តថានឹងធ្វើការហាមឃាត់ទាំងស្រុងមិនឲ្យឡើងភ្នំមួយនេះឡើយមូលហេតុនោះគឺដោយសារតែប្រជាជនប៊ូថានចាត់ទុកថាកំពូលភ្នំនេះគឺជាទីសក្ការៈបូជាដ៏ខ្ពង់ខ្ពស់ជាទីបំផុតមិនអនុញ្ញាតឲ្យបុគ្គលណាមួយឡើងទៅដល់កំពូលភ្នំនេះដែលធ្វើការរំខានទៅដល់ព្រលឹងស័ក្តិសិទ្ធិនោះឡើយនៅអំឡុងទសវត្សរ៍ឆ្នាំ 1980 មនុស្សមួយចំនួនប៉ុនប៉ងឡើងទៅកាន់កំពូលភ្នំមួយនេះក៏ប៉ុន្តែពួកគេសុទ្ធតែបរាជ័យទី2កោះមនុស្សព្រៃ Sentinel ខាងជើងនេះគឺជាកោះដ៏អាថ៌កំបាំងជាទីលំនៅរបស់ជនជាតិដើមភាគតិចហើយមានទីតាំងនៅក្នុងឈូងសមុទ្របង្កាលនៅក្នុងមហាសមុទ្រឥណ្ឌាកោះនេះមានទំហំប្រហែលជា60គីឡូម៉ែត្រការ៉េមានបណ្ដោយប្រវែងអតិបរមា 7.8 គីឡូម៉ែត្រកោះនេះមិនពិបាកនៅក្នុងការធ្វើដំណើរទៅឲ្យដល់ទេប៉ុន្តែអ្វីដែលសំខាន់នោះធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិបាកធ្វើការសិក្សាស្រាវជ្រាវទី1ពាក់ព័ន្ធជាមួយនឹងបម្រាមរបស់រដ្ឋាភិបាលឥណ្ឌាទី2ពាក់ព័ន្ធជាមួយនឹងរបៀបរបបនៃការរស់នៅរបស់មនុស្សនៅលើកោះនេះរាប់រយឆ្នាំមកហើយក្រុមមនុស្សដែលរស់នៅលើកោះ Sentinel ខាងជើងនេះមិនចង់ទាក់ទងជាមួយនឹងមនុស្សនៅខាងក្រៅទេទាំងក្រុមកុលសម្ព័ន្ធទាំងរដ្ឋាភិបាលរបស់ឥណ្ឌាមានការបារម្ភថាការទាក់ទងជាមួយនឹងក្រុមមនុស្សខាងក្រៅនឹងធ្វើឲ្យបាត់បង់ប្រពៃណីដើមរបស់ក្រុមកុលសម្ព័ន្ធហើយថែមទាំងធ្វើឲ្យស្លាប់ដោយសារតែការឆ្លងជំងឺដែលមនុស្សនៅលើកោះនេះពុំមានប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយកុលសម្ព័ន្ធដែលរស់នៅលើកោះ Sentinel ខាងជើងតែងតែប្រឆាំងជាមួយនឹងក្រុមមនុស្សដែលចូលទៅពីខាងក្រៅកន្លងទៅពួកគេថែមទាំងធ្វើការវាយប្រាទៅលើក្រុមមនុស្សដែលព្យាយាមចូលទៅកាន់កោះរបស់ពួកគេនេះអាចជាមូលហេតុមួយដែរដែលរដ្ឋាភិបាលឥណ្ឌាបានដាក់បម្រាមមិនឲ្យអ្នកពីខាងក្រៅចូលទៅកាន់កោះ Sentinel ខាងជើងមានព័ត៌មានតិចតួចប៉ុណ្ណោះដែលគេដឹងអំពីរបៀបរស់នៅរបស់មនុស្សនៅលើកោះ Sentinel ខាងជើងយ៉ាងហោចណាស់គេដឹងថាក្រុមមនុស្សដែលរស់នៅលើកោះនេះបរិភោគចំណីអាហារមួយចំនួនដូចជាឫសឈើស្លឹកឈើអណ្ដាតក្នុងសមុទ្រហើយនិងត្រីផ្សេងៗច្រើនប្រភេទនៅក្នុងឆ្នាំ 2004 កោះរបស់ពួកគេក៏ទទួលរងនឹងការវាយប្រហារពីរលកយក្សស៊ូណាមីផងដែរប៉ុន្តែទំនងជាពួកគេបានគេចខ្លួនឬក៏ដឹងជាមុនអំពីបាតុភូតធម្មជាតិមួយនេះធ្វើឲ្យពួកគេប្រមូលគ្នាទៅលើកោះទើបបណ្ដាលឲ្យពួកគេមិនបាត់បង់ជីវិតដោយសារតែរលកយក្សស៊ូណាមីនៅក្នុងឆ្នាំ 2004 នោះទេទី3អន្លង់ម៉ារីយ៉ានគឺជាអន្លង់ដែលមានជម្រៅជ្រៅជាងគេបំផុតនៅលើភពផែនដីរបស់យើងចំណុចដែលជ្រៅជាងគេត្រូវបានគេឲ្យឈ្មោះថា Challenger Deep វាមានជម្រៅរហូតដល់ប្រហែលជា11គីឡូម៉ែត្រក្រៅពីមានជម្រៅជ្រៅអន្លង់ម៉ារីយ៉ានក៏មានទំហំធំផងដែរដោយវាមានទទឹងប្រហែលជា69គីឡូម៉ែត្រនិងប្រវែងបណ្ដោយ 2250 គីឡូម៉ែត្រ
ដោយសារតែជំរឿនដ៏ជ្រៅបែបនេះធ្វើឲ្យវាមានសម្ពាធខ្លាំងហើយអ្នកវិទ្យាសាស្ត្រក៏ពិបាកនៅក្នុងការចោះទៅដល់បាតដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីសភាវៈផ្សេងៗជាពិសេសគឺត្រីដែលរស់នៅក្នុងជំរៅទឹកជ្រៅនៅក្នុងបរិវេណអន្លង់ម៉ារីយ៉ានជំរៅសម្ពាធហើយនិងភាពងងឹតគឺជាឧបសគ្គធំនៅក្នុងការសិក្សាស្រាវជ្រាវនៅក្នុងអន្លង់មួយនេះកន្លងទៅក៏មានមនុស្សមួយចំនួនបានចោះទៅដល់បាតអន្លង់ម៉ារីយ៉ានដ៏សែនជ្រៅនេះផងដែររួមទាំងផលិតករភាពយន្តដែលមានឈ្មោះថា James Cameron ដែលបានចុះនៅក្នុងឆ្នាំ 2012 ទី4ភ្នំផ្កាយនៅក្នុងទឹកដីប៉ាពូញូហ្គីណេភ្នំផ្កាយគឺជាទឹកដីដែលអ្នកវិទ្យាសាស្ត្របានស្គាល់និងសិក្សាតិចតួចបំផុតនៅក្នុងចំណោមទីកន្លែងនៅក្នុងប្រទេសប៉ាពូញូហ្គីណេកន្លងទៅមានមនុស្សតិចតួចណាស់ដែលបានធ្វើដំណើរទៅដល់ភ្នំនេះក៏ប៉ុន្តែគ្រាន់តែជាការបានឃើញមិនបានធ្វើការសិក្សាស្រាវជ្រាវលម្អិតទៅលើបរិស្ថានសត្វឬក៏ជីវៈមានជីវិតផ្សេងទៀតនៅទីនេះនោះឡើយភ្នំផ្កាយនៃប្រទេសប៉ាពូញូហ្គីណេពិបាកធ្វើដំណើរទៅដល់ណាស់អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថានៅក្នុងតំបន់ភ្នំផ្កាយនេះនឹងមានក្រុមកុលសម្ព័ន្ធចម្លែកនិងសត្វជាច្រើនប្រភេទទៀតដែលអ្នកវិទ្យាសាស្ត្រមិនដែលបានស្គាល់ហើយក៏គ្មាននៅទីកន្លែងផ្សេងទៀតដែរភ្នំផ្កាយនេះមួយចំណែកតូចក៏ជាប់ជាមួយនឹងទឹកដីរបស់ឥណ្ឌូនេស៊ីផងដែរដោយវាដេកសន្ធឹងខ្លួនពីចុងពូជភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ីទទួលនឹងជួរភ្នំ Hindenburg របស់ប៉ាពូញូហ្គីណេទី5តំបន់ទឹកកកភាគខាងជើងនៃកោះ Greenland ភាគខាងជើងនៃកោះ Greenland គឺជាទឹកដីដាច់ស្រយាលដែលភាគច្រើននោះគឺជាផ្ទាំងទឹកកកស្ថិតនៅក្នុងរង្វង់អាร์កតិកនៅក្នុងតំបន់នេះប្រកបទៅដោយផ្ទាំងទឹកកកធំៗនិងភ្នំទឹកកកមានខ្យល់បក់ខ្លាំងមានអាកាសធាតុត្រជាក់ខ្លាំងនិងងងឹតដែលបង្កជាការពិបាកសម្រាប់អ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវផ្ទាំងទឹកកកធំៗនិងក្រាស់ៗនៅភាគខាងជើងកោះ Greenland គឺជាឧបសគ្គឬជារបាំងដ៏ធំដែលមិនអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រដឹងថាតើមានអ្វីដែលស្ថិតនៅផ្ទៃខាងក្រោមនៃកោះ Greenland អរិយកាលជាច្រើនឆ្នាំកន្លងទៅអ្នកវិទ្យាសាស្ត្រប្រឹងប្រែងនិងចង់ដឹងណាស់ថាតើមានអ្វីខ្លះបង្កប់នៅខាងក្នុងទឹកកកនៅភាគខាងជើងនៃកោះ Greenland ហើយមានតែមួយចំណែកតូចនៃតំបន់នេះតែប៉ុណ្ណោះដែលត្រូវបានគេសិក្សាគ្រាន់តែផ្ទៃទឹកកកភាគខាងជើងនៃកោះ Greenland មានរហូតដល់ទៅ 1.7 លានគីឡូម៉ែត្រការ៉េប្រសិនបើផ្ទៃទឹកកកទាំងអស់នេះរលាយនឹងធ្វើឲ្យទឹកសមុទ្រឡើងកម្ពស់ថែម 7.4 ម៉ែត្រមែនហើយគ្រាន់តែទឹកកកនៅភាគខាងជើងកោះ Greenland រលាយទាំងស្រុងនឹងធ្វើឲ្យប្រទេសជាច្រើនដែលនៅជាប់នឹងសមុទ្រក្លាយទៅជាប្រទេសនៅខាងក្រោមបាតសមុទ្រជាមិនខានកន្លែងទី6ផ្នែកមួយចំនួននៅក្នុងព្រៃ Amazon គឺជាព្រៃទឹកភ្លៀងដ៏ធំមហិមានៅលើភពផែនដីព្រៃទឹកភ្លៀង Amazon លាតសន្ធឹងខ្លួនឆ្លងកាត់ប្រទេសចំនួន8គឺជាទីកន្លែងរស់នៅរបស់ក្រុមកុលសម្ព័ន្ធប្រហែលជា400ក្រុមហើយបើធៀបជាមួយនឹងចក្រភពអង់គ្លេសព្រៃ Amazon ធំជាងចក្រភពអង់គ្លេសដល់ទៅ28ដងនៅមានក្រុមកុលសម្ព័ន្ធជាច្រើនដែលគេមិនទាន់ដឹងគ្រាន់តែនៅក្នុងទឹកដីរបស់ប្រេស៊ីលមួយមានក្រុមកុលសម្ព័ន្ធដែលមិនធ្លាប់មានទំនាក់ទំនងជាមួយពិភពខាងក្រៅរហូតដល់ទៅជាង100ក្រុមប៉ុណ្ណោះទោះបីជាព្រៃ Amazon ត្រូវបានគេស្គាល់ច្រើនក៏ប៉ុន្តែនៅក្នុងព្រៃនេះមួយចំណែកធំមិនទាន់ត្រូវបានគេធ្វើការសិក្សាស្រាវជ្រាវទេហើយក៏បង្កប់ដោយអាថ៌កំបាំងជាច្រើនមិនថាជារុក្ខជាតិមិនថាជាសត្វមិនថាជាមនុស្សនៅក្នុងព្រៃ Amazon មានតំបន់មួយដែលគេយល់ថាអាថ៌កំបាំងជាងគេហើយត្រូវបានគេឲ្យឈ្មោះថា Whale do Javari នៅក្នុងតំបន់នេះមានកុលសម្ព័ន្ធរស់នៅប្រហែលជាង 2000 នាក់ហើយគឺជាកុលសម្ព័ន្ធដែលពុំមានទំនាក់ទំនងជាមួយនឹងក្រុមមនុស្សខាងក្រៅសូមអរគុណចំពោះការទស្សនាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ